នេះគឺជារបៀបដំឡើងហើយនឹងប្រើប្រាស់ router អញ្ចឹងទីមួយយើងត្រូវដាក់ភ្លើងវាដល់ភ្លើងដាក់ SIM ចូលហើយ SIM ហ្នឹងយកឲ្យឆែបដាក់ទៅខាងក្រោម SIM ណាដាក់ចូលខាងក្រោមហើយយើងសកត់វាតិចទៅហើយខ្ញុំសូមបញ្ជាក់តិចណា SIM មុននឹងដាក់ចូលត្រូវតែបញ្ចូលលុយឲ្យហើយដូរលុយឲ្យជោគជ័យឲ្យមានអ៊ីនធឺណិតយើងដូរភ្ជាប់ជាអាទិត្យក៏បានភ្ជាប់ជាខែក៏បានដែរហើយដល់ពេលដល់អស់លុយយើងគ្រាន់តែបាញ់លុយចូលទៅវាបន្តទៀតហើយក្នុងករណីដាច់ខែបញ្ចូលលុយឲ្យអត់ឃើញដើរដកតែភ្លើងឲ្យដោតទៅវិញទៅវាដើរដល់ស្វ័យប្រវត្តិអូខេបន្ទាប់មកណែយើងដាក់ SIM ឲ្យជោគជ័យឲ្យហើយអញ្ចឹងណាភ្លើងចូលណែភ្លើងវាលោតលើខាងលើហ្នឹងឃើញភ្លើងចូលអានេះដុំអានេះបើតង់ reset ជាទូទៅយកអត់បាយ reset ទេ reset ហ្នឹងនៅពេលដល់បាត់គេដឹង password ដឹងអីច្រើនពេកយើងត្រូវ reset នៃភ្ជាប់សារថ្មីតែមិនបាច់ reset ទេយកអត់បាច់ reset តែប៉ុណ្ណឹងឯងបន្ទាប់ពីយើងដាក់ SIM ដាក់អីហើយយើងអាចចុចជាប់មកគឺចុចជាប់បានហើយយើងចូលទៅ setting មកហើយចុច Wi-Fi ជាប់ Wi-Fi ទៅហើយឈ្មោះ Wi-Fi របស់វាហ្នឹងណែមកឡើងមក DNXT ហ្នឹងរបស់វាហ្នឹងហើយlạiកូដខាងក្រោយហ្នឹងវាប្រែប្រួលទៅតាម router មួយហ្នឹងតែឈ្មោះវាគឺអញ្ចឹងឯងហើយយើងចុចយកមកយើងចុចទៅហើយ password គឺវានៅលើបាននៅខាងក្រោមបានហ្នឹង password វា1 2 3 4 5 6 7 8 4 0 password ដើមវាដាក់ទៅយកពាក្យច្រត់មកគឺភ្ជាប់បានចាំតែភ្ជាប់បានច្រត់ហ្នឹងតែប៉ុណ្ណឹងបានយើងអាចប្រើបានតែប៉ុណ្ណឹងគឺយើងបានជោគជ័យក្នុងការប្រើប្រាស់